មុនពេលដែលអ្នកចង់ឲ្យមនុស្សស្ដាប់ពាក្យសម្ដីរបស់អ្នកត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេត្រូវបានគោរពត្រូវបានស្ដាប់និងត្រូវបានឲ្យតម្លៃជាមុនសិល្បៈនៃការនិយាយឲ្យគេចូលចិត្តវាពុំមែនជាការនិយាយដែលគ្រាន់តែពីរោះទេវាគឺជាសិល្បៈនៃការយល់ដឹងពីចិត្តរបស់មនុស្សការគោរពនិងការប្រើពាក្យសម្ដីដើម្បីបង្កើតសេចក្តីល្អជាមួយនឹងមនុស្សដែលនៅជុំវិញមនុស្សនឹងភ្លេចអ្វីដែលអ្នកបាននិយាយមនុស្សនឹងភ្លេចអ្វីដែលអ្នកបានធ្វើប៉ុន្តែមនុស្សនឹងមិនភ្លេចឡើយនៅអារម្មណ៍ដែលអ្នកធ្វើឲ្យពួកគេមាននេះហើយគឺជាអាចកម្លាំងដ៏ពិតប្រាកដនៃសិល្បៈនៅក្នុងការនិយាយបង្កើតប្រាក់ចំណូលការនិយាយដែលផ្លាស់ប្ដូរជីវិតពាក្យសម្ដីជាការពិតហើយវាអាចជួយឲ្យនរណាម្នាក់មានកម្លាំងចិត្តបន្តដំណើរទៅមុខពាក្យសម្ដីអាចជួយសង្គ្រោះទំនាក់ទំនងមួយពាក្យសម្ដីអាចបង្កើតឱកាសល្អៗហើយពាក្យសម្ដីនេះទៀតសោតគឺអាចផ្លាស់ប្ដូរជីវិតរបស់អ្នកនិយាយផងដែរកម្លាំងនៃពាក្យសម្ដីដែលអាចបើកទ្វារបេះដូងមនុស្សនៅក្នុងជីវិតប្រចាំថ្ងៃមនុស្សគ្រប់រូបតែងតែប្រស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្ដីពាក្យសម្ដីអាចបង្កើតចំណងមិត្តភាពអាចបង្កើតឱកាសការងារនិងអាចជួយឲ្យគ្រួសារមានសុភមង្គលហើយជាការពិតណាស់ក៏អាចបំផ្លាញទំនាក់ទំនងដែលខំកសាងរាប់សិបឆ្នាំមកដែរមនុស្សភាគច្រើនគិតថាការនិយាយឲ្យគេចូលចិត្តគឺជាអំណោយផលពីធម្មជាតិពួកគេជឿថាមនុស្សដែលកើតមកមានទេពកោសល្យនៅក្នុងការនិយាយប្រស្រ័យទាក់ទងប៉ុណ្ណោះទើបអាចនិយាយទាក់ចិត្តអ្នកដទៃប៉ុន្តែប្រការពិតមិនមែនដូច្នេះទេការនិយាយស្ដីឲ្យគេចូលចិត្តវាគឺជាជំនាញមួយដែលយើងអាចរៀនអាចអនុវត្តនិងអាចអភិវឌ្ឍវាបានមនុស្សដែលមានពាក្យសម្ដីល្អពុំមែនជាមនុស្សដែលនិយាយច្រើនបំផុតទេផ្ទុយទៅវិញពួកគេដឹងថាត្រូវនិយាយអ្វីត្រូវនិយាយពេលណានិងត្រូវនិយាយដោយរបៀបណាមនុស្សចូលចិត្តអ្នកដែលធ្វើឲ្យពួកគេមានអារម្មណ៍ល្អនេះគឺជាច្បាប់ធម្មជាតិល្អមួយមិនថាខ្ញុំមិនថាអ្នកស្ដាប់ឡើយអាចកម្បាំងដ៏ធំបំផុតនៃការនិយាយឲ្យគេចូលចិត្តពុំមែនជាការនិយាយផ្ដោតទៅលើខ្លួនឯងឡើយក៏ប៉ុន្តែគឺជារបៀបដែលអ្នកនិយាយផ្ដោតទៅលើអ្នកស្ដាប់មនុស្សគ្រប់រូបចង់មានអារម្មណ៍ថាខ្លួនឯងមានតម្លៃពួកគេចង់ឲ្យអ្នកស្ដាប់ចង់ទទួលស្គាល់និងចង់បាននូវការគោរពនៅពេលអ្នកជួបនរណាម្នាក់ហើយអ្នកចាប់ផ្ដើមនិយាយតែពីខ្លួនឯងពីជោគជ័យរបស់ខ្លួនឯងនិងពីបទពិសោធន៍របស់ខ្លួនយូរទៅអ្នកស្ដាប់គេនឹងធុញទ្រាន់មិនខានទេប៉ុន្តែប្រសិនបើអ្នកសួរគេអំពីជីវិតអំពីការងារអំពីក្តីស្រមៃនិងស្ដាប់ដោយយកចិត្តទុកដាក់ពួកគេនឹងមានអារម្មណ៍ថាអ្នកគឺជាមនុស្សដែល take care អ្នកគឺជាមនុស្សដែលចេះខ្វល់ខ្វាយហើយទីបំផុតទៅអ្នកក៏ជាមនុស្សដែលអាចទាក់ទាញសមានចិត្តរបស់គេជារឿយៗមនុស្សដែលគេចូលចិត្តបំផុតនៅក្នុងបន្ទប់ពុំមែនជាមនុស្សដែលនិយាយល្អបំផុតឡើយក៏ប៉ុន្តែគឺជាអ្នកស្ដាប់ដែលល្អបំផុតទៅវិញស្ដាប់មុននិយាយមានពាក្យមួយគេថាព្រះបានផ្ដល់ត្រចៀកពីរនឹងមាត់មួយដើម្បីឲ្យយើងស្ដាប់ឲ្យបានច្រើនជាងអ្វីដែលយើងនិយាយមនុស្សភាគច្រើនស្ដាប់ដើម្បីឆ្លើយតបតែអ្នកនិយាយដែលមានឥទ្ធិពលស្ដាប់ដើម្បីយល់ស្ដាប់ដើម្បីជ្រួតជ្រាបនៅពេលដែលអ្នកស្ដាប់ដោយភាពស្មោះត្រង់អ្នកក៏នឹងអាចយល់ពីអារម្មណ៍និងគំនិតក៏ដូចជាតម្រូវការរបស់បុគ្គលដទៃនៅពេលនោះពាក្យដែលអ្នកនិយាយទៅក្រៅក៏នឹងត្រូវចិត្តពួកគេភ្លាមមិនខានស្ដាប់ដោយមើលភ្នែកស្ដាប់ដោយមិនរំខានស្ដាប់ដោយមិនប្រយ័ត្នកាត់សម្ដីវាយតម្លៃឆ្លើយតបប្រតិកម្មស្ដាប់ដោយចិត្តបើកចំហមនុស្សភាគច្រើនក៏នឹងនឹកចងចាំអារម្មណ៍នៅពេលដែលអ្នកធ្វើឲ្យពួកគេមានរយៈពេលយូរជាងអ្វីដែលអ្នកបាននិយាយទៅទៀតដូច្នេះហើយប្រើពាក្យដែលផ្ដល់កម្លាំងចិត្តពាក្យសម្ដីគឺវាមានធម៌ពលពេលបដូចជាក្របពូជបើអ្នកសាបព្រោះក្របពូជវិជ្ជមានអ្នកនឹងប្រមូលផលជាទំនាក់ទំនងល្អនៅពេលអ្នកនិយាយជាមួយនឹងអ្នកដទៃសាកល្បងប្រើពាក្យសម្ដីពីរោះដូចជាអ្នកធ្វើបានល្អខ្ញុំគោរពគំនិតអ្នកអរគុណច្រើនខ្ញុំរៀនបានពីអ្នកច្រើនណាស់ខ្ញុំជឿជាក់លើអ្នកពាក្យតូចទាំងអស់នេះគឺអាចផ្លាស់ប្ដូរថ្ងៃមួយរបស់នរណាម្នាក់មនុស្សគ្រប់គ្នាកំពុងតែប្រយុទ្ធទៅនឹងសង្គ្រាមមួយដែលយើងមើលមិនឃើញឡើយដូច្នេះពាក្យសម្ដីដែលផ្ដល់កម្លាំងចិត្តរាប់ថាជាអំណាចដ៏មានអានុភាពបំផុតកុំរិះគន់ច្រើនពេកមនុស្សមិនចូលចិត្តអ្នកដែលតែងតែរកលេសកុហកដាក់អ្នកដទៃឡើយការរិះគន់អាចធ្វើឲ្យមនុស្សការពារខ្លួននិងបិទភ្នែកដូច្នេះប្រសិនបើអ្នកចង់ផ្ដល់មតិយោបល់ល្អសូមចាប់ផ្ដើមពីចំណុចល្អជាមុនសិនឧទាហរណ៍ចំនួនឯងនិយាយថាការងារនេះវាអាក្រក់ណាស់សាកល្បងនិយាយថាខ្ញុំចូលចិត្តផ្នែកនេះណាស់តែបើកែចំណុចនេះតែបន្តិចខ្ញុំគិតថាវាកាន់តែល្អវិធីនេះ
ធ្វើឲ្យអ្នកដទៃទទួលយកមតិយោបល់របស់អ្នកកាន់តែងាយចោះសម្រងកាន់តែងាយនិយាយដោយសុភាពរាបសារមនុស្សដែលគេចូលចិត្តពុំជាបាច់ជាមនុស្សល្បីល្បាញឬក៏មានអំណាចទេពួកគេគឺជាមនុស្សដែលទទួលបាននូវការគោរពពីអ្នកដទៃសុភាពរាបសារពុំមែនជាសញ្ញានៃភាពទន់ខ្សោយឡើយវាគឺជាសញ្ញានៃភាពចាស់ទុំការនិយាយដោយគោរពអ្នកដទៃបើទោះបីជាអ្នកមានតំណែងខ្ពស់ជាងពាក្យគេក៏ពិតមែនហើយនឹងធ្វើឲ្យមនុស្សកោតសរសើរអ្នកកាន់តែខ្លាំងឡើងស្នាមញញឹមជាការពិតណាស់គឺវាមាននៅក្នុងសំឡេងបើទោះបីជាអ្នកនិយាយតាមទូរស័ព្ទក៏ពិតមែនហើយមនុស្សអាចដឹងថាអ្នកកំពុងតែញញឹមឬអត់ស្នាមញញឹមគឺធ្វើឲ្យសំឡេងមានភាពកក់ក្ដៅមានមិត្តភាពនិងមានថាមពលវិជ្ជមានមនុស្សចូលចិត្តនៅក្បែរអ្នកណាដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាស្រួលដូច្នេះមុនពេលដែលអ្នកនិយាយសូមរំលឹកខ្លួនឯងឲ្យមានស្នាមញញឹមជាមុនសិនជៀសវាងការតវ៉ាគ្រាន់តែដើម្បីឈ្នះមនុស្សភាគច្រើនចូលចិត្តឈ្នះនៅក្នុងការជជែកវែកញែកប៉ុន្តែការឈ្នះការតវ៉ាពុំមែនមានន័យថាអ្នកឈ្នះបេះដូងរបស់មនុស្សទេពេលខ្លះអ្នកអាចឈ្នះហេតុផលប៉ុន្តែបាត់បង់មិត្តភាពមនុស្សដែលមានប្រាជ្ញាដឹងថាពេលណាគួរតែបន្តជជែកនិងពេលណាគួរតែបញ្ឈប់ដូច្នេះហើយការគោរពគំនិតខុសគ្នាគឺជាសិល្បៈដ៏សំខាន់មួយនៅក្នុងការនិយាយដោយភាពស្មោះត្រង់មនុស្សអាចដឹងបានថាពាក្យរបស់អ្នកចេញពីបេះដូងឬក៏គ្រាន់តែជាការសម្ដែងការសរសើរដែលមិនស្មោះត្រង់នឹងបាត់បង់តម្លៃយ៉ាងឆាប់រហ័សប៉ុន្តែការសរសើរដែលចេញពីការពិតនឹងប៉ះពាល់ទៅដល់បេះដូងរបស់អ្នកស្ដាប់ភាពស្មោះត្រង់គឺបង្កើតទំនុកចិត្តបង្កើតទំនាក់ទំនងហើយទំនាក់ទំនងល្អបង្កើតជីវិតដែលល្អប្រសើររៀននិយាយតិចតែមានន័យមនុស្សឆ្លាតពុំចាំបាច់និយាយគ្រប់យ៉ាងដែលពួកគេគិតទេពួកគេជ្រើសរើសពាក្យសម្ដីដែលប្រុងប្រយ័ត្នពាក្យដែលល្អបំផុតហើយជារឿយៗគឺជាពាក្យនិយាយតិចប៉ុន្តែមានអត្ថន័យជ្រៅមុននិយាយសូមឃ្លុតសួរខ្លួនឯង3សំណួរសំខាន់តើវាគឺជាការពិតទេតើវាមានប្រយោជន៍ទេតើនិយាយដោយពាក្យល្អសប្បុរសចេញពីចិត្តទេប្រសិនបើចម្លើយថាត្រូវហើយទាំង3នេះគឺជាអ្វីដែលអ្នកគួរតែនិយាយហើយនិយាយទៅដើម្បីមានឥទ្ធិពលអំណាចនៃការហៅឈ្មោះមនុស្សគ្រប់គ្នាស្រឡាញ់ឈ្មោះរបស់ខ្លួនណាស់នៅពេលអ្នកចងចាំនិងហៅឈ្មោះរបស់អ្នកដទៃបានយ៉ាងត្រឹមត្រូវពួកគេនឹងមានអារម្មណ៍ថាខ្លួនមានសារៈសំខាន់រឿងតូចមួយប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងការកសាងទំនាក់ទំនងការនិយាយដែលផ្លាស់ប្ដូរជីវិតពាក្យសម្ដីគឺអាចជួយនរណាម្នាក់មានកម្លាំងចិត្តនៅក្នុងការបន្តដំណើរទៅមុខពាក្យសម្ដីអាចជួយសង្គ្រោះទំនាក់ទំនងមួយពាក្យសម្ដីអាចបង្កើតឱកាសថ្មីហើយពាក្យសម្ដីក៏អាចផ្លាស់ប្ដូរជីវិតរបស់អ្នកផ្ទាល់ផងដែរដូច្នេះសូមកុំចាំថាមុនពេលអ្នកចង់ឲ្យមនុស្សចូលចិត្តពាក្យសម្ដីអ្នកត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេត្រូវបានការគោរពស្ដាប់និងឲ្យតម្លៃជាមុនសិនដូច្នេះហើយសិល្បៈនៃការនិយាយឲ្យគេចូលចិត្តវាពុំមែនជាការនិយាយត្រឹមតែពីរោះភាសាទេវាគឺជាសិល្បៈនៃការយល់ពីចិត្តថ្លើមក៏ដូចជាយល់ពីអ្វីដែលអ្នកស្ដាប់ចង់បាននៅពេលអ្នកយល់អំពីសិល្បៈទាំងអស់នេះរាប់ពាក្យដែលអ្នកនិយាយគឺសុទ្ធតែមានគុណតម្លៃដែលបង្កើតការផ្លាស់ប្ដូរគុណតម្លៃដែលបង្កើនគុណភាពជីវិតនិងគុណតម្លៃដែលផ្ដល់ឲ្យមនុស្សនៅជុំវិញម្យ៉ាងទៀតសោតគន្លឹះដែលខ្ញុំចង់ជម្រាបជូនឲ្យអ្នកចាំនោះគឺថាការគោរពគំនិតខុសគ្នាគឺជាសិល្បៈដ៏សំខាន់មួយនៅក្នុងការនិយាយនៅក្នុងពិភពលោកដែលមនុស្សម្នាក់មានបទពិសោធន៍មានការអប់រំមានបរិយាកាសរស់នៅនិងទស្សនៈខុសគ្នាវាគឺជារឿងធម្មតាបំផុតដែលគំនិតមនុស្សជាការពិតណាស់គឺមិនអាចដូចគ្នាទាំងអស់ទេមនុស្សពីរនាក់អាចមើលរឿងដូចគ្នាក៏ប៉ុន្តែលទ្ធផលបកស្រាយគឺវាចេញខុសគ្នាមនុស្សពីរនាក់អាចមានគោលដៅដូចគ្នាក៏ប៉ុន្តែជ្រើសរើសផ្លូវដើរខុសគ្នាមនុស្សពីរនាក់អាចស្រឡាញ់អាចរាប់អានអាចធ្វើការជាមួយគ្នាប៉ុន្តែជាការពិតណាស់មានគំនិតមិនស្របគ្នាទៅលើប្រធានបទជាច្រើនបញ្ហាគឺមិនមែនស្ថិតនៅត្រង់ការមានគំនិតខុសគ្នាទេបញ្ហាដែលពិតប្រាកដគឺស្ថិតនៅត្រង់ថាតើយើងប្រតិបត្តិចំពោះគំនិតដែលខុសពីយើងនឹងយ៉ាងដូចម្តេចទៅមនុស្សភាគច្រើនចាត់ទុកគំនិតខុសគ្នាថាជាការប្រឈមមុខពួកគេចេះតែលួចគិតលួចមានអារម្មណ៍ថានៅពេលដែលណាម្នាក់មិនយល់ស្របនឹងខ្លួននោះមានន័យថាមនុស្សនោះកំពុងតែប្រឆាំងនឹងខ្លួនដោយសារតែការគិតយ៉ាងដូច្នេះហើយការសន្ទនាដែលគួរតែការផ្លាស់ប្ដូរគំនិតคล้ายទៅជាការជជែកយកឈ្នះចាញ់
ការពិភាក្សាដែលគួរតែជាការរៀនសូត្រពីគ្នាទៅវិញទៅមកវាคล้ายទៅជាការប្រកួតប្រជែងរកអ្នកខុសរកអ្នកត្រូវទៅហើយក៏ប៉ុន្តែមនុស្សដែលមានបទពិសោធន៍ដ៏ពិតប្រាកដគេយល់ថាប្រការដែលយើងគោរពគំនិតខុសគ្នាវាពុំមែនជាការទទួលស្គាល់ថាខ្លួនឯងខុសទេវាគឺជាការទទួលស្គាល់ថាមនុស្សម្នាក់ៗមានសិទ្ធិរបស់គេមានសិទ្ធិនៅក្នុងការយល់មានសិទ្ធិនៅក្នុងមកឃើញពិភពលោកទៅតាមមុំដែលជារបស់ខ្លួនហេតុអីបានជាមនុស្សមានគំនិតខុសគ្នាដើម្បីរៀនគោរពគំនិតអ្នកដទៃយើងត្រូវតែយល់ឲ្យច្បាស់ថាហេតុអ្វីបានជាមនុស្សមានគំនិតខុសគ្នាសាកស្រមៃទៅមើលមនុស្សពីរនាក់ឈរនៅត្រើយម្ខាងនៃដើមឈើម្នាក់មើលឃើញផ្លែឈើមានពណ៌ក្រហមម្នាក់ទៀតមើលឃើញផ្លែឈើមានពណ៌បៃតងពួកគេមិនដើរទៅមើលជ្រុងម្ខាងទៀតទេផ្ទុយទៅវិញគេបែរជាជជែកគ្នាយ៉ាងតឹងតសៃកយកខុសត្រូវរៀងខ្លួនដូចជាម្នាក់មើលឃើញលេខ9ម្នាក់មើលឃើញលេខ6អញ្ចឹងគ្រាន់តែបដូរទិសដៅនៃការមើលបន្តិចស្របគ្នាទៅហើយតែមិនព្រមផ្លាស់ប្ដូរទិសដៅទេចេះតែប្រកែកគ្នាអញ្ចឹងទៅធាតុទិតមួយពួកគេទាំងពីរសិតតែត្រូវព្រោះពួកគេមើលពីទីតាំងខុសគ្នាជីវិតក៏វាមានលំនាំមិនខុសគ្នាដែរគំនិតរបស់មនុស្សជាការពិតណាស់គឺវាកើតឡើងពីបទពិសោធន៍ដែលគេបានឆ្លងកាត់មនុស្សដែលធំឡើងនៅក្នុងស្ថានភាពគ្រួសារក្រីក្រអាចមើលឃើញតម្លៃនៃប្រាក់ខុសពីមនុស្សដែលធំឡើងនៅក្នុងគ្រួសារដែលមានជីវភាពធូរធារមនុស្សដែលធ្លាប់បរាជ័យអាចយល់ពីការតស៊ូខុសពីអ្នកដែលមិនធ្លាប់ប្រឈមមុខនឹងការលំបាកនៅពេលដែលយើងយល់អំពីចំណុចទាំងអស់នេះយើងក៏នឹងផ្ដើមឈប់សួរថាហេតុអីបានជាគេធ្វើបែបនេះហើយបដូរទៅជាសួរថាតើហេតុអីបានជាគេគិតយ៉ាងដូចនេះសំណួរនេះគឺជាការបើកទ្វារនៃការយល់ចិត្តថ្លើមការស្ដាប់គឺជាគន្លឹះដ៏សំខាន់នៃការគោរពមនុស្សភាគច្រើនគិតថាការសន្ទនាល្អគឺជាការនិយាយល្អក៏ប៉ុន្តែការសន្ទនាល្អដ៏ពិតប្រាកដគឺជាការស្ដាប់បានល្អជាញឹកញាប់នៅពេលដែលអ្នកដទៃកំពុងតែនិយាយយើងមិនបានស្ដាប់ដើម្បីយល់ទេយើងស្ដាប់ដើម្បីត្រៀមឆ្លើយតបនៅខណៈពេលដែលពួកគេកំពុងតែនិយាយយើងកំពុងតែគិតថាតើត្រូវនិយាយអ្វីដើម្បីបដិសេធឬយកឈ្នះពួកគេទម្លាប់នេះហើយវាធ្វើឲ្យការសន្ទនាកាន់តែបាត់បង់អត្ថន័យការស្ដាប់ដោយយកចិត្តទុកដាក់មានន័យថាយើងព្យាយាមយល់ពីអារម្មណ៍គំនិតនិងហេតុផលនៅពីក្រោយពាក្យសម្ដីរបស់អ្នកដទៃពេលខ្លះមនុស្សមិនត្រូវការឲ្យអ្នកយល់ស្របជាមួយពួកគេទេពួកគេគ្រាន់តែចង់ឲ្យអ្នកស្ដាប់គោរពនិងទស្សនៈរបស់ពួកគេប៉ុណ្ណោះដូច្នេះហើយអ្នកមិនចាំបាច់យល់ស្របតាមគេគ្រប់រឿងរ៉ាវគ្រប់សន្តានឡើយមនុស្សភាគច្រើនចេះតែយល់ច្រឡំថាការគោរពគំនិតអ្នកដទៃគឺមានន័យថាត្រូវយល់ស្របជាមួយនឹងគំនិតនោះតែធៀបពិតទៅការគោរពនិងការយល់ស្របគឺជារឿងពីរដោយឡែកពីគ្នាអ្នកអាចនិយាយថាខ្ញុំយល់ពីមូលហេតុដែលអ្នកគិតយ៉ាងដូច្នេះប៉ុន្តែខ្ញុំមានគំនិតខុសពីអ្នកបន្តិចប្រយោគនេះគឺបង្ហាញពីភាពចាស់ទុំខាងអារម្មណ៍វាបង្ហាញថាអ្នកអាចរក្សាគោលជំហររបស់ខ្លួននៅខណៈពេលអ្នកដទៃទៀតនៅគ្រប់អ្នកដទៃមនុស្សដែលមានជំនឿជឿជាក់លើខ្លួនឯងមិនចាំបាច់បង្ខំឲ្យអ្នកដទៃគិតដូចខ្លួនឡើយពួកគេដឹងថាតម្លៃរបស់គំនិតមួយគឺមិនអាស្រ័យទៅលើចំនួនមនុស្សដែលគេយល់ស្របជាមួយឡើយការឈ្នះការជជែកគឺមិនសំខាន់ជាងការរក្សាទំនាក់ទំនងទេពាក្យមួយឃ្លាគេនិយាយថាអ្នកអាចឈ្នះការតវ៉ាប៉ុន្តែអ្នកអាចបាត់បង់មិត្តភាពនៅពេលដែលយើងផ្ដោតទៅលើការបង្ហាញថាខុសបង្ហាញថាត្រូវយើងអាចភ្លេចថានៅម្ខាងទៀតគឺមានមនុស្សម្នាក់ដែលមានអារម្មណ៍និងមានសេចក្តីថ្លៃថ្នូរដូចដែលយើងអញ្ចឹងដែរមនុស្សមិនចូលចិត្តអ្នកដែលព្យាយាមធ្វើឲ្យពួកគេមើលទៅដូចជាល្ងង់ចំពោះអ្នកដទៃឡើយសូម្បីតែអ្នកដែលមានហេតុផលដ៏ត្រឹមត្រូវក៏ដោយចុះបើរបៀបនិយាយរបស់អ្នកធ្វើអ្នកស្ដាប់មានអារម្មណ៍ថាអាម៉ាស់ឬត្រូវគេមើលងាយនោះការសន្ទនាវាបរាជ័យទៅហើយសេចក្តីល្អដ៏ពិតប្រាកដវាពុំមែនស្ថិតទៅលើការយកឈ្នះមនុស្សទេប្រាជ្ញាដ៏ពិតប្រាកដគឺវាស្ថិតទៅលើការធ្វើឲ្យមនុស្សបើកចិត្តទទួលយកគ្នាភាពសុភាពរាបសារគឺជាសញ្ញានៃមនុស្សដែលចេះបត់បែនមនុស្សដែលរៀនសូត្របានច្រើនជារឿយៗគឺជាមនុស្សដែលដឹងថាខ្លួនមិនដឹងគ្រប់យ៉ាងពួកគេមានភាពរាបសារគ្រប់គ្រាន់នៅក្នុងការទទួលស្គាល់ថាអ្នកដទៃមានចំណេះដឹងឬបទពិសោធន៍ដែលខ្លួនមិនមាននៅពេលដែលយើងជឿថាមានតែខ្លួនឯងទេដែលត្រូវនោះយើងបិទទ្វារឱកាសនៃការរៀននៃការលូតលាស់ហើយក៏ប៉ុន្តែនៅពេលដែលយើងបើកចិត្តនៅក្នុងការទទួលស្គាល់ថាប្រហែលជាយើងអាចរៀនអ្វីប្លែកពីអ្នកដទៃ
នោះការសន្ទនាទាំងអស់នឹងคล้ายទៅជាឱកាសសម្រាប់ការលូតលាស់មិនខានពិភពលោកត្រូវការមនុស្សដែលបើកចិត្តយោគយល់គ្នាមិនមែនការឆ្លោះតោះតេងឡើយសង្គមគ្រួសារបរិយាកាសការងារនិងមិត្តភាពទាំងអស់គឺមិនអាចរីកចម្រើនឡើយប្រសិនបើមនុស្សគ្រប់គ្នាចង់ឲ្យអ្នកដទៃគិតដូចខ្លួនភាពចម្រុះនៃគំនិតគឺជាប្រភពនៃភាពច្នៃប្រឌិតការអភិវឌ្ឍនិងដំណោះស្រាយថ្មីប្រសិនបើមនុស្សគ្រប់គ្នាគិតដូចគ្នានោះប្រហែលជាគ្មានអ្នកណារីកចម្រើនទេការគោរពគំនិតខុសគ្នាពុំមែនជាសញ្ញានៃភាពទន់ខ្សោយទេផ្ទុយទៅវិញវាជាសញ្ញានៃមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងមានប្រាជ្ញានិងមានភាពចាស់ទុំការគោរពគំនិតខុសគ្នាគឺជាសិល្បៈដ៏អស្ចារ្យមួយនៃការនិយាយស្ដីនិងការរស់នៅជាមួយមនុស្សការបង្រៀនឲ្យយើងស្ដាប់មុននិយាយយល់មុនវិនិច្ឆ័យនិងការគោរពមិនប្រឆាំងមនុស្សដែលចេះគោរពអ្នកដទៃពុំមែនជាមនុស្សដែលបោះបង់គោលជំហររបស់ខ្លួនទេពួកគេគ្រាន់តែយល់ថានៅក្នុងពិភពលោកមានមនុស្សជាច្រើនដែលកំពុងតែមើលពីការពិតនៃមុំផ្សេងគ្នានៅពេលដែលយើងរៀនគោរពភាពខុសគ្នាការសន្ទនាក៏នឹងคล้ายទៅជាស្ពានជំនួសឲ្យជញ្ជាំងទំនាក់ទំនងក៏នឹងคล้ายទៅជាកន្លែងនៃការយល់ចិត្តជំនួសឲ្យការប្រឈមហើយជីវិតរបស់យើងនឹងសម្បូរទៅដោយមនុស្សដែលខុសពីយើងប៉ុន្តែនៅតែអាចគោរពស្រឡាញ់និងរាប់អានគ្នាបាននិយាយដោយទំនួលខុសត្រូវសម្ដីហួសប្រាជ្ញអាចបណ្ដាលភ័យសម្ដីឥតន័យតម្លៃធ្លាក់ចុះសម្ដីរយរាយអាចបណ្ដាលឲ្យមានកំហុសប្រាជ្ញឥតសង្គ្រោះព្រោះដោយសារតែសម្ដី